មេរោគនេះឡើងចំនួននេះបើសិនជាយើង detect ឃើញចំនួនឡើងដល់ជាង 10000 វានៅក្នុងកម្រិតមួយមិនច្រើនប្រហែលទេតែយើងត្រូវសួរខ្លួនយើងត្រឡប់ក្រោយវិញថាតើយើងអាយុប្រហែលហើយទី1ទី2តើមុខងារថ្លើមណែហើយនឹងតេស្តអង់ស៊ីមរបស់ថ្លើមមាន liver injury test 4ប្រភេទដែលមាន tranexamina azat alat alkaline phosphatase gamma ct ហើយនឹង liver function test ដែលមាន synthetic function នោះជាមួយនឹង bilirubin ជាមួយនឹង albumin TPINR ហើយនឹង plaquette ណាអញ្ចឹងយើងត្រូវមើលអានោះតើអានោះមានឡើងដែរអត់មានប្រែប្រួលដែរអត់ហើយយើងត្រូវទៅអេកូមើលសាច់ថ្លើមទៀតតើសាច់ថ្លើមផ្ទៃថ្លើមយើងហ្នឹងមានសញ្ញានៃការគ្រើមទេកពិកកពកទេមានដុះដុំសាច់សញ្ញាវាមកអត់មានទឹកដក់ទេហើយយើងត្រូវធ្វើ fibro scan ទៀតតើមានការប្រែប្រួលលេខទេណា basic result យើងពីមុនប្រហែលឥឡូវប្រហែលហើយយើងនឹង family history របស់យើងហ្នឹងប្រវត្តិគ្រួសារយើងហ្នឹងមានHCC cirrhosis ascites ដែរអត់មានន័យថាប្រវត្តិគ្រួសារយើងមានអ្នកកើតមហាហិថ្លើមស្លាប់ដោយសារជំងឺថ្លើមដែរអត់ហើយអាយុយើងនឹងប្រហែលអញ្ចឹងបើសិនជាមេរោគ detect បានដល់ជាង 10000 ហើយយើងមានការរលាកកើនឡើងថ្លើមប្រែសភាពទៅជាគ្រើមឬក៏ឡើងលេខពីការរលាក S0 S1 ទៅជា S2 ឬក៏ទៅជា S3 ហើយវ័យយើងកាន់តែចាស់អាហ្នឹងត្រូវព្យាបាល patient outcome ល្អជាងមិនឲ្យទុកទេទុកមិនចំណេញទេពីព្រោះអីមេរោគ B វាចាំតរើបើសិនជាប្រព័ន្ធការពាររាងកាយយើងហ្នឹងធ្លាក់ចុះជាពិសេសអ្នកដែលមានវ័យចាស់ហើយមានជំងឺរូបផ្សំហើយមានប្រើប្រាស់ថ្នាំច្រើនជាមួយឧទាហរណ៍ដូចជាអ្នកដែលមានជំងឺទឹកនោមផ្អែមអ្នកដែលគាត់ប្រើប្រាស់ថ្នាំimmune suppress មួយចំនួនដូចពួក steroid ឬក៏អ្នកដែលឈឺសន្លាក់គាត់ប្រើថ្នាំប្រឆាំងការសន្លាក់ណាំបាត់លាបបាត់អីហ្នឹងគឺថាងាយធ្វើឲ្យមេរោគថ្លើម B ហ្នឹងរើឡើងហើយអ្នកកើតមហាហិកអីដែលប្រើថ្នាំបញ្ចុះនៅប្រព័ន្ធការពាររាងកាយហៅពួក immune suppressant ហ្នឹងគឺថាអាចនឹងធ្វើឲ្យមេរោគ B ហ្នឹងរើហើយអាចធ្វើឲ្យមាន reactivation flaring ទៅលើសាច់ថ្លើមយើងធ្វើឲ្យមានអាលៀកមានស្នាមតែម្ដងណាអញ្ចឹងពីខ្ញុំទៅវិញគឺថាសូមឆែកមើលប្រមាណចំណុចដែលខ្ញុំប្រាប់មិញបើសិនជាមានការប្រែប្រួលត្រូវឆាប់ព្យាបាលឲ្យលឿនបំផុតកុំទុកពីព្រោះចំនួនមេរោគគ្រាន់តែជាការកំណត់អំពីបរិមាណដែលវាធ្វើ replication នៅក្នុងឈាមទេប៉ុន្តែភាពធ្ងន់ធ្ងរនៃការបំផ្លាញគឺអាស្រ័យទៅលើមុខងារថ្លើមអាស្រ័យទៅលើរចនាសម្ព័ន្ធហើយនឹងការរលាកនៅខាងក្នុងបើសិនជាមេរោគ20000 10000 5000 1000ក៏ដោយបើសិនជាសាច់ថ្លើមយើងមានការរលាកកើនឡើងហើយជាសញ្ញាបញ្ជាក់នៃការបំផ្លាញហើយអញ្ចឹងត្រូវតែព្យាបាលឲ្យលឿនអញ្ចឹងណាបងប្អូនហើយប្រសិនបើអ្នកដែលមានក្រិនថ្លើមទៅទៀតចំនួនមេរោគចាប់អត់បានក៏ត្រូវឲ្យព្យាបាលដែរពីព្រោះគេខ្លាចវារើមកខ្ទេចបដ ாய் ថ្លើមដែលសល់បន្តិចនោះណាបាទអញ្ចឹងចំនួនមេរោគគ្រាន់តែជាការដឹងអំពីសកម្មភាពមេរោគឲ្យវាធ្វើ replication ទេតែភាពធ្ងន់ធ្ងរសូមទៅពិនិត្យឲ្យបានច្បាស់កុំពឹងលើរាប់តែមេរោគមួយមុខតែឈាមតែមួយមុខជួនអ្នកខ្លះទៅរាប់មេរោគឃើញតែ200ទេរួចថ្លើមនឹង F4 echo ក្រាន់ដែរហើយអត់ព្យាបាលថាមេរោគតិចអត់ព្យាបាលទេនៅក្នុង guideline recommendation របស់សមាគមថ្លើមសហភាពអឺរ៉ុបក៏ដោយសហរដ្ឋអាមេរិកក៏ដោយអាស៊ីប៉ាស៊ីហ្វិកក៏ដោយគឺថាឲ្យព្យាបាលបើទោះថាមេរោគនឹង undetect ក៏ដោយបើថ្លើមនឹងក្រិនហើយត្រូវព្យាបាលអានោះជាសញ្ញានៃការបំផ្លាញរួចទៅហើយប្រយ័ត្នតែមេរោគនឹងវារើឡើងមកអាក្រិនដែលសល់ប៉ាំងពើនោះគឺខ្ទេចតែម្ដងបាទអញ្ចឹងណាបងប្អូនអញ្ចឹងសូមពិនិត្យឲ្យបានត្រឹមត្រូវហើយរបាយការណ៍ពេលដែលយើងយកទៅជួបដុកទ័រសូមឲ្យមានរបាយការណ៍វិទ្យាសាស្ត្រយើងឲ្យគ្រប់ជ្រុងជ្រោយពេលដែលទៅពិនិត្យកុំតេស្តតែឈាមប្រយ័ត្នថ្លើមក្រិនបាត់ឈាមមកណកម៉ាល់ហើយបងប្អូនថាអត់អីហើយយើងយកអាហ្នឹងមកធ្វើសេចក្តីសន្និដ្ឋានអត់ដាក់ថ្នាំប្រឆាំងមេរោគអត់ដាក់ថ្នាំទៅ support ការពារផលវិបាកផ្សេងរបស់ថ្លើមទេគឺវានឹងវិវត្តធ្ងន់ធ្ងរទៅតែម្ដង
គ្លីនិកវឌ្ឍនវិទ្យាជាគ្លីនិកប្រចាំគ្រួសាររបស់លោកអ្នក